រឿងព្រេងតាក់ទងទៅនឹងពិធីលើករាសីនៅក្នុងប្រជុំរឿងព្រេងភាគទី9ហើយរឿងព្រេងនេះមានដំណាលនឹងពិធីនេះដូចតទៅកាលពីព្រឹត្តពីព្រេងកន្លងយូរលង់ណាស់ទៅហើយមានព្រះមហាក្សត្រមួយអង្គគ្រប់គ្រងប្រជារាស្ត្រដោយទសពិធរាជធម៌ប្រកបដោយព្រះជន្មវស្សាច្រើនណាស់ទៅហើយតែទ្រង់ពុំមានព្រះរាជបុត្រនឹងតព្រះរាជវង្សសោះប្រជាជនដែលគោរពព្រះអង្គស្មើនឹងទេវតាបាននាំគ្នាធ្វើពិធីថ្វាយសូមគតរាជកុមារដើម្បីឲ្យកន្លងដើម្បីកុំឲ្យផុតរាជតទៅកុំឲ្យប្រទេសនៅតែតោលឥតទីពំនាក់ដូចមុនប្រាត់មេព្រះរាជាក៏ប្រោសតាមសេចក្តីអង្វរសុំហើយទ្រង់មានព្រះរាជបញ្ជាឲ្យព្រះអគ្គមហេសីរៀបចំពិធីថ្វាយទេវតាប្រាថ្នាព្រះរាជបុត្រព្រះរាជទ្រព្យត្រូវបរិច្ចាគចែកចាយជាទានដល់ស្មុំយាចរវត្តអារាមព្រមទាំងក្រោមដើមជ្រៃទាំងឡាយបរិបូរដោយគ្រឿងដង្វាយពោពាសមានផ្សែងធូបហុយទ្រលោមដោយពេលនោះទេវតាក៏រំជួលចិត្តខ្លាំងក៏បានប្រសិទ្ធពរតាមសេចក្តីបួងសួងមិនយូរប៉ុន្មានព្រះរាជកុមារល្អដូចព្រះច័ន្ទពេញបរមីបានប្រសូតកណ្ដាលសេចក្តីរីករាយនិងសព្វសាធុការកងរំពងព្រះរាជាណាចក្រទាំងមូលសប្បាយអធិកអធមគ្រប់ផ្លូវគ្រប់ស្រុកគ្រប់ភូមិគ្រប់ទីជនបទផងដែរអ្នកសំទានអ្នកខ្វាក់អ្នកខ្វិនក៏មានចំណែកក្នុងការត្រេកអរសាទរជាមួយគេដែរព្រះរាជកុមារទទួលនៅសេចក្តីថ្នាក់ថ្នមដ៏ត្រកាលមានស្ត្រីបម្រើជាច្រើនអ្នកនៅប្រចាំការច្រៀងបំពេបីបងរាល់ទិវារាត្រីព្រះរាជវរមេដាបិតាប្រព្រំព្រះរាជបុត្រជាបណ្ឌិតបណ្ដោព្រះハរតីដោយសេចក្តីស្នេហាជាទីបំផុតលុះត្រាព្រះរាជបុត្របានចម្រើនវ័យធំហើយទ្រង់បានជ្រើសរើសអាមាត្យចំនួន500នាក់មានអាយុស្រកសកលគ្នាក្នុងចំណោមកូនមន្ត្រីទាំងឡាយដែលនៅបម្រើជានិច្ចដោយប្រកបដោយសេចក្តីសុខយ៉ាងឆ្នើមដូច្នោះព្រះរាជកុមារក៏ពុំមានការឆ្លក់ក្នុងសម្បត្តិទាំងនោះទេទ្រង់ចូលចិត្តសិក្សាបានបង្ហាញឲ្យឃើញស្ដែងថាទ្រង់ប្រកបដោយបញ្ញាវិង្វៃជាទីពំនាក់ដ៏ត្រជាក់នៃព្រះរាជារាស្ត្របានមែនទ្រង់ពុំដែលហ៊ានឲ្យប្រព្រឹត្តកន្លងវិន័យព្រះរាជវង្សទេតែទោះបីទ្រង់ប្រាថ្នាយ៉ាងណាបានយ៉ាងនោះក៏ដោយព្រះរាជកុមារមិនអាចចុះទៅកាន់មាត់ស្ទឹងដែលហូរទាបព្រះរាជវាំងបានឡើយព្រោះហោរាបានមានទំនាយថ្វាយថាបើចង់ឲ្យនគរចាក់ផុតពីមហន្តរាយព្រះរាជកុមារមិនត្រូវយាងទៅក្រសាលនៅទីនោះទេទំនាយថាត្រូវគ្រោះកាចដល់ទីវង្គតដោយក្រពើអ្នកតាស្ទឹងនោះខំក្នុងព្រះជន្មាយុ15វស្សាព្រះគ្រោះត្រូវព្រះអង្គាសោយព្រះអង្គចំនួន7ខែ3ថ្ងៃ20នាទីក្នុងពេលនោះថានឹងកើតគ្រោះភ័យជាច្រើនក្រែងភ្លើងឆេះផ្ទះឬបាត់បង់ទ្រព្យរបស់ពុំនោះទេក្រែងស្ត្រីចាស់ពងធ្វើទោសឲ្យប្រយ័ត្នពីទិសអាគ្នេយ៍ឲ្យណាស់មែនទែនមួយទៀតក្រែងចាក់ពីឋានលំនៅឬប្រត់ប្រាស់ប្រពន្ធកូនឬមិត្តសម្លាញ់នៅខ្ញុំប្រុសស្រីប្រត់ចេញចាក់ទៅឆ្ងាយឋានសឹងបណ្ដាលឲ្យការទុកជាច្រើនព្រោះអាចខ្លាចដូចរឿងការទោភីជលនឹងតុកាជីបារបស់ឯងតុកាជីបាជលហើយបាក់កចាញ់ស្លាប់ខ្លួនបើថ្កាត់ឲ្យប្រឡែងឋានទៅទិសទក្សិណឲ្យបូជាព្រះអង្គាឲ្យនិមន្តព្រះសង្ឃ4អង្គឬ7អង្គសូត្រធម៌ជីវវិធានសូត្រលើករិស័យរំដោះគ្រោះរីឯព្រះមាតានិងព្រះបិតាកាលបើបានឮហោរាថ្វាយទំនាយហើយទើបព្រះបិតាបានចាត់ឲ្យពល100នាក់យាមល្បាតជានិច្ចព្រះរាជកុមារតែងគង់លំហើយព្រះកាយនៅមាត់ព្រះបញ្ជរគយគន់លើព្រះមហាប្រាសាទនៅស្ទឹងស្រស់ញញឹមដែលហូររឹមរឹមតាមចន្លោះដើមឈើខៀវបំព្រងស្ទឹងដ៏ស្រស់សភានោះ
នៅចិត្តបង្កាយតែហាក់ដូចជាស្ថិតនៅក្នុងលោកដទៃព្រោះព្រះអង្គពុំដែលបានស្គាល់សោះសករណជាតិហើជ្វីឆ្វាត់ឆ្លងពីត្រៃខាងនោះកាត់មកកញ្ជ្រោកលេងសប្បាយក្នុងសួនព្រះរាជវាំងរួចនាំគ្នាហើទៅយំលេងប្រឡែងសប្បាយខ្លះនាំពួកខាងនោះទៅទីរមណីយដ្ឋានខាងនោះមេណូកតិនៃព្រះរាជកុមារកោកកាឡើងពុំដឹងជាប៉ុន្មានរយដងទេដែលទ្រង់ចង់ស្ទុះទៅរកតំបន់ពេញព្រៀបដោយសម្រស់ដ៏ឆើតឆាយនោះប្រសិនបើមានស្លាបដោយបាក់សីទៅតែទ្រង់ក៏មិនអាចគេចផុតបានឡើយអំពីការរាំងស្ទះរក្សារបស់ពួកអាមាត្យដែលទទួលបង្គាប់ជាដាច់ខាតហើយដែលតាមខ្លំមើលទ្រង់គ្រប់កន្លែងដូចនៅតាមស្រមោលរបស់ទ្រង់តែម្ដងលុះជួបចូលក្នុងព្រះជន្ម15ព្រះវស្សាព្រះរាជកុមារទន្ទឹងចាំឲ្យផុត1ឆ្នាំឲ្យកន្លងទៅរវាង1ឆ្នាំទៀតដែលហាក់ដូចជាមួយទសវត្សរ៍ថ្ងៃមួយពួកមុខមន្ត្រីនិងព្រះរាជានុស្សានវង្សខ្នះខ្នែងរៀបចំពិធីចម្រើនព្រះវស្សាព្រះមហាក្សត្រមានការចាត់ចែងធ្វើបុណ្យជាឧឡារិកនៅក្នុងព្រះរាជវាំងពួកអាមាត្យនាំគ្នាភ្លឹតភ្លើនសប្បាយអើងកងឯអ្នកដតីទៀតក៏ខ្វល់គ្រប់គ្នាទាំងនិមឺនអាមាត្យមុខមន្ត្រីចាក់រងតូចធំឃើញបានឱកាសដែលទ្រង់រងចាំយូរឆ្នាំមកហើយដូច្នោះព្រះរាជកុមារបានលោភលួចព្រះអង្គចេញទៅខាងក្រៅកិច្ចចុះកិច្ចឡើងទាល់តែផុតពីការក្លាមមើលរបស់ពុពលដែលរវល់តែពិនិត្យការខុសត្រូវក្នុងពិធីបុណ្យឲ្យបានរៀបរយព្រះរាជកុមារយាងទៅជិតស្ទឹងដោយព្រឺព្រួចស្រាយទូកដែលចតនៅទីនោះស្ដេចចុះទៅក្នុងទូកបណ្ដោយឲ្យអណ្ដែតទៅតាមខ្សែទឹកព្រោះទ្រង់ពុំចេះចែវកូនទូកក៏លយសន្សំទៅតាមដងស្ទឹងដែលដេកដាស់ដោយផ្កាក្រពណ៌គ្រប់ម្លប់ត្រឈឹងត្រឈៃដែលមានបាក់សីតូចល្អវិចិត្រជជែកគ្នាឯតែការបាត់ព្រះរាជកុមារពីព្រះរាជវាំងស្ងាត់មិនបានប៉ុន្មានទេគេផ្អើលរកឈូឆរមួយរំពេចពួកអាមាត្យរត់រកខ្វាត់ខ្វែងសពទីកន្លែងពួកពលឆ្លេឆ្លាតចុះឡើងប្រមូលគ្នាខ្នះខ្នែងរអែងខ្លាចព្រះរាជកុមារចេញទៅលេងមាត់ស្ទឹងទើបនាំគ្នាស្ទុះស្រទៅកាន់ទីគួរឲ្យភ័យខ្លាចនោះកូនទូកក៏បង្ហាញរៀងឲ្យឃើញនៅក្នុងចន្លោះដើមឈើពីដើមនាំឲ្យអ្នកទាំងឡាយរីករាយសប្បាយដោយនឹកស្មានថាអស់មានគ្រោះភ័យអ្វីៗហើយរំពេចនោះស្រាប់តែក្រពើអ្នកតាស្ទឹងងើបធ្លោឡើងនាំឲ្យពួកអាមាត្យនិងពួកពលកាន់ភាំងស្មារតីគ្រប់គ្នាខ្លះប្រឹងស្រែកផ្្លាត់សំឡេងយកថ្មគប់ខ្លះវាយគោះឈើលាន់រហឹងហើយបន្លាច់ឲ្យមុតទៅខាងក្នុងទឹកវិញតែការខំទាំងប៉ុន្មាននោះពិតជាអត់បានផលសោះក្រពើហែស្ទង់ទៅរកទូកកាន់តែចិត្តទៅព្រះរាជកុមារក្លាហានណាស់ដែរក្នុងការតស៊ូជាមួយសត្វក្រពើនោះទ្រង់បានកន្ត្រាក់ចង្វាជាគ្រឿងអាវុធរងចាំសត្រូវដោយឥតតក់ស្លុតមាត់ស្ទឹងទាំងសងខាងពោពេញទៅដោយមនុស្សម្នាខ្នាន់ខ្នាប់ដែលរត់មកមើលដោយការចង់ដឹងចង់ឃើញក្រពើចូលដល់ទូកព្រះរាជកុមារសំពងក្បាលនិងច្រវាអស់ទំហឹងដៃសត្វចង្រៃហាក់ឈឺខ្លាំងបំរះរមួលខ្លួនបែករលកខ្ជប់ដោយអំណាចខូខើវាយកន្ទុយបាក់ទូកធ្លាក់ព្រះរាជកុមារចូលទៅក្នុងទឹកហើយវាបានហាមាត់ធំចង្ក្រងត្របាក់ព្រះរាជកុមាររួចក៏មុជចូលទៅខាងក្នុងទឹកបាត់ទៅរីឯទូកក៏លិចនៅក្នុងពេលនោះទៅដែរពេលនោះគេឮសូរស័ព្ទយំសោកសង្រេង
តាមដងមាត់ស្ទឹងគួរឲ្យសង្វេយអាណែតជាអបការពួកពលពួកអាមាត្យបណ្ដារាកកកុនត្រៀបត្រានៅទីនោះតែគ្មានឫទ្ធានុភាពនឹងការជួយអនាគតព្រះមហារាជជាទីសង្ឃឹមមាំរបស់ខ្លួនឲ្យរួចផុតព្រះជន្មបានឡើយប្រុសវាយតប់ក្បាលស្រីសម្រក់ទឹកភ្នែកកន្ត្រកកន្ត្រេកយំបំរាស់ននាលខ្លះស្រែកថាទំនីគ្មានការខុសទេដំណឹងអឡារឹកនេះជ្រែកបនក្រក្រឹកក្រែងជ្រែកសេចក្តីរីករាយសប្បាយថ្វាយដល់បរិជ្ជវាំងយ៉ាងឆាប់រហ័សព្រះមហាក្សត្រនិងព្រះមហេសីស្ទុះទៅទីក្រុងគ្រោះទ្រង់បួងសួងបន់ស្រន់អស់ពួកទេពនិករអមរមេឃក្នុងចក្រវាឡសូមឲ្យជួយស្រោចស្រង់ព្រះអរោះជាបណ្ដូលបណ្ដាច់ព្រះតីបើសម្រេចដោយសេចក្តីប្រាថ្នាហើយយើងខ្ញុំនឹងរៀបពលិកាបូជាឲ្យសម្បើមអស្ចារ្យជាងដែលធ្លាប់បានធ្វើពីមុនមកតែស្ទឹងតូចនៅត្រមឹងត្រមើយធ្វើជាថ្លង់មិនលឺពាក្យបោកបាញ់អង្វរសោះឡើយក្សត្រទាំងពីរអង្គអស់ផ្លូវសង្ឃឹមខំស្ងួនព្រះរាជឥរិយាបថនាពេលដែលមានទុក្ខដ៏ធំបែបនោះទុកព្រះស្មារតីយ៉ាងខ្ជាប់ខ្ជួនមិនបញ្ចេញអាការៈរសាប់រសល់កណ្ដាលទីប្រជុំជនស្ដេចយាងស្កាត់ស្ងៀមត្រឡប់ទៅព្រះរាជនិវេសវិញពួកពលនិងពួកអាមាត្យដើរអោនមុខសិញ្ជប់សិញ្ជឹងហែហោមព្រះអង្គទៅចំណែកឯខាងប្រជារាស្ត្រមិនទៅណាទេនៅកាត់ទុកក្តុកក្តួលរំជួលចិត្តជាអណែតការកំសាន្តទាំងឡាយឈប់ស្ងាត់ឈឹងដូរតន្ត្រីបាត់លាន់ឮទៀតអាហារភោជនីដ៏ប្រណិតថ្លៃថ្លាក៏ត្រជាក់អស់នៅក្នុងភោជនីមាសប្រាក់នោះផងដែរព្រះរាជធានីទាំងមូលហាក់ដូចត្រូវសណ្ដាំមួយរំពេចយាងទៅដល់ព្រះបរមរាជវាំងកំបាំងពីភ្នែកអ្នកដតីហើយព្រះមហាក្សត្រនិងព្រះអគ្គមហេសីក៏បានបណ្ដែតបណ្ដោយមនោមនេញឲ្យធ្លាក់ឲ្យធ្លាយចេញតាមមួយសន្ទុះហីហូព្រះជលនេកស្រាប់ជោគព្រះភក្ត្រាទ្រង់មិនអស់ព្រះតីនិងមិនបានរៀបសពព្រះរាជបុត្រឲ្យសំរុងតាមកិត្តិយសសាសន៍ទើបទ្រង់មានព្រះអង្គការឲ្យតម្រួតចាត់ការបាចទឹកស្ទឹងនិងយកសពព្រះរាជបុត្រមកធ្វើបុណ្យតាមព្រះរាជបវេណីលុះបានទទួលព្រះបង្គាប់ហើយពួកពលរាប់រយនាក់ព្រមទាំងបណ្ដារាស្ត្ររាប់ពាន់នាក់នាំគ្នាខ្វល់ខ្វាយលើកទំនប់កាត់ស្ទឹងសុទ្ធតែដុំដីសុទ្ធតែដុំឥដ្ឋដុំថ្មចាក់គោលើគ្នាទាំងបង្គីកិច្ចការលឿនយ៉ាងរហ័សធ្វើតែមួយថ្ងៃទំនប់ក៏ជិតហើយក៏នាំគ្នាបានទឹកឲ្យរីងទាំងយប់លុះដល់អាត្រៀតទំនប់ក៏ធ្លាយវិញគេនាំគ្នាចាក់ដីពេញភ្លាមតែជាប់មិនយូរទេហើយខ្សែទឹកត្រង់នោះហូរមិនបានជាខ្លាំងប៉ុន្មានទេតែសំបីប្រឹងប្រែងទប់ទល់យ៉ាងណាក៏នៅតែឥតអំពើទល់គំនិតមេចាត់ការបានឲ្យទុងស្គរប៉ៅកងគ្រប់ស្រុកគ្រប់ភូមិរកឆ្មាំទំនប់តែគ្មានអ្នកណាឆ្លើយសោះស្រាប់តែជួបស្រីមេម៉ាយក្មេងម្នាក់មានផ្ទៃពោះចំនួន5ខែនាងចូលទៅចិត្តអ្នកប៉ៅកងសាកសួរកិច្ចការគេផ្សេងប្រាប់គេក៏បានប្រាប់ទៅតាមសេចក្តីសប្បុរសគ្រប់ពេលទទួលបានរឿងសប្បុរសហើយនាងក៏បានព្រមចាំទំនុកគេក៏ឲ្យនាង10បាតនាងក៏សុខចិត្តចាំគេកាត់កនាងស្លាប់ពេលនោះទំនុកនោះបានរីងហើយក៏លែងធ្លាយវិញពេលទំនប់លែងធ្លាយហើយគេក៏ចាប់កពើសម្លាប់វះពោះយកសពព្រះរាជកុមារមកធ្វើបុណ្យជាអឡោរឹកទៅតាមព្រះរាជបវេណីបញ្ចុះធាតុសពស្រាយទៅហងដោយមានរឿងយ៉ាងនេះឯងហើយទើបសពថ្ងៃនេះជនជាតិខ្មែរយើងតែងតែកាលណាមានគ្រោះទាយឲ្យថានឹងមានគ្រោះតែងតែនិមន្តព្រះសង្ឃមកធ្វើកិច្ចកម្ចាត់គ្រោះនិងលើករាសីព្រោះខ្មែរយើងតែងនិយាយថា
រិស័យដាក់អរិយហ៊ានធ្វើទើបគេរកព្រះសង្ឃឲ្យមកធ្វើពិធីលើករិស័យឲ្យខ្ពស់ឡើងកុំឲ្យមានអ្វីមកបៀតបៀនបាន